គាថាធម្មបទយមកវៈទី1រឿងពួកភិក្ខុកសុំពីរព្រះបរមសាស្តាព្រះអង្គទ្រង់ត្រាស់ប្រពពួកភិក្ខុកសុំពីរពួកភិក្ខុកសុំពីរទាំងនោះជាដំបូងគ្រាន់តែចោលគ្នាពីអាបត្តិតូចតាចប៉ុណ្ណោះតែដល់ក្រោយមកក៏កើតមានវិវាទឆ្លោះទើសទែងគ្នាទៅជារឿងធំដុំខ្លាំងឡើងទោះបីជាព្រះពុទ្ធជាម្ចាស់ព្រះអង្គទ្រង់ត្រាស់ហាម5យ៉ាងណាក៏ដោយក៏ភិក្ខុទាំងនោះមិនព្រមធ្វើតាមព្រះឱវាទរបស់ព្រះពុទ្ធអង្គឡើយកាលបើយ៉ាងនេះហើយព្រះពុទ្ធជាម្ចាស់ព្រះអង្គទ្រង់ជ្រាបច្បាស់នៅក្នុងប្រតិយប្រកាសជាមិនបានប្រយោជន៍អ្វីឡើយទើបព្រះអង្គទ្រង់ស្ដេចយាងចេញឆ្ងាយអំពីពួកភិក្ខុកសុំពីរទាំងនោះទៅគង់ចាំព្រះវស្សានៅក្នុងព្រៃរកតវ័នតែមួយព្រះអង្គឯងគុណចំណេរការក្រោយមកពួកពុទ្ធបរិស័ទបានថ្កោលទោសដល់ពួកភិក្ខុទាំងនោះពួកភិក្ខុទាំងនោះបានដឹងនៅកំហុសរបស់ខ្លួនបានចូលទៅរកព្រះអនន្តទេឲ្យលោកជួយសុំខមាទោសចំពោះព្រះពុទ្ធជាម្ចាស់ហើយទូលសូមឲ្យព្រះអង្គទ្រង់ស្ដេចយើងត្រឡប់មកវិញព្រះសាស្តាព្រះអង្គទ្រង់បានទទួលនៅពាក្យរបស់ភិក្ខុកសុំពីរទៅនោះហើយទើបស្ដេចយើងវិលត្រឡប់មកវិញព្រះអង្គទ្រង់ប្រទាននៅឱវាទដល់ភិក្ខុទាំងនោះឲ្យមាននៅសេចក្តីប្រុងព្រៀងគ្នាចេះស្រឡាញ់គ្នាកុំឲ្យមាននៅការឆ្លោះទាស់ទែងដល់គ្នានឹងគ្នាតទៅទៀតដោយព្រះធម្មីកថាទីឃាវុជាដកហើយព្រះអង្គទ្រង់ត្រាស់នៅប្រគាថានេះថាបរិចៈនវេចនន្តិមយមេថៈយមីមសេយេចតតហវិជានន្តិតតោសមន្តិមេធគីពួកជនទាំងឡាយដតីក្រៅអំពីបណ្ឌិតតែងមិនដឹងខ្លួនថាពួកយើងទាំងអស់គ្នានឹងវិនាសក្នុងកណ្ដាលជំនុំនៃពួកនេះដូច្នេះឡើយចំណែកឯជនទាំងឡាយណាក្នុងកណ្ដាលជំនុំនៃពួកនេះដឹងខ្លួនច្បាស់ថាពួកយើងទាំងអស់គ្នានឹងវិនាសក្នុងកណ្ដាលជំនុំនៃពួកនេះដូច្នេះការឆ្លោះប្រកែកគ្នាទាំងឡាយរមែងរងាប់អំពីជនទាំងឡាយនោះ